បាទសូមជម្រាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនិយាយពីប្រធានបទមួយការខ្ចីលុយចិនហើយការខ្ចីលុយចិនហ្នឹងក្នុងករណីប្រទេសកម្ពុជាហើយក្នុងតំបន់អាស៊ានអញ្ចឹងប្រទេសទាំងអស់ហើយនៅក្នុងការចែកម្លែកហ្នឹងថាតើប្រទេសមួយហ្នឹងគាត់ខ្ចីលុយចិនប្រមាណហើយយកទៅធ្វើអីហើយខ្មែរយើងលេខប្រមាណហើយចិនគេគិតការប្រាក់មិនចំពោះប្រទេសអាស៊ានទាំងកម្ពុជានិងប្រទេសដែលខ្ចីលុយចិនយកទៅប្រើប្រាស់ហ្នឹងអញ្ចឹងពីមុនយើងធ្លាប់តែឮពាក្យថា ODA ជាពាក្យអង់គ្លេសថា Official Development Assistance គឺជាជំនួយអភិវឌ្ឍផ្លូវការប៉ុន្តែឥឡូវនេះគេប្រើថា ODF គឺជាពាក្យ Official Development Finance អញ្ចឹងគឺជាពាក្យមួយដែលគេប្រដូចទៅនឹងរឿងកម្ចីមកពីរដ្ឋាភិបាលមានន័យរដ្ឋាភិបាលប្រទេសមួយជាអ្នកឲ្យលុយទៅប្រទេសមួយជាអ្នកខ្ចីបាទជាអ្នកខ្ចីអញ្ចឹងណាអញ្ចឹងគេប្រើពាក្យ ODF អញ្ចឹង ODF ពីមុន ODA ហ្នឹងវាមានទាំងកម្ចីនិងជំនួយឥតសំណងអញ្ចឹងឥឡូវហ្នឹងគឺ ODF ហ្នឹងគឺគេផ្ដោតទៅលើរឿងកម្ចីតែមួយទេអញ្ចឹងឧបមាថា ODF របស់ចិនអញ្ចឹងរដ្ឋាភិបាលចិនគឺជាអ្នកផ្ដល់កម្ចីទៅឲ្យប្រទេសនានានៅលើពិភពលោករួមទាំងប្រទេសកម្ពុជាឬក៏អាស៊ានជាដើមអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំចែករំលែកប្រធានបទហ្នឹងហើយវត្តមានចិនណាទូនាទីរបស់ចិនគឺជាប្រទេសមួយដែលផ្ដល់ហិរញ្ញវត្ថុផ្នែកកម្ចីទៅកាន់ប្រទេសទាំងអស់នៅលើពិភពលោកហ្នឹងគឺច្រើនមែនទែនណាហើយគេបានបង្ហាញថាប្រទេសដែលជំពាក់លុយចិនគឺកើនឡើងកាលពីឆ្នាំ2000ក្នុងឆ្នាំ2012គឺប្រទេសដែលជំពាក់លុយចិនមានតែ18ទេប៉ុន្តែឥឡូវក្នុងឆ្នាំ2023នោះប្រទេសដែលជំពាក់លុយចិនកើនដល់60ហើយក្នុងនោះក៏មានកម្ពុជាដែរហើយក៏មានប្រទេសសមាជិកអាស៊ានដែរហើយក្នុងប្រទេសមួយនេះខ្ញុំនឹងនិយាយពីស្ថានភាពកម្ពុជាធៀបទៅនឹងតំបន់អាស៊ានដែលបងប្អូនខ្លះគាត់ពិបាកនឹងរកតួលេខថាប្រទេសមួយនោះគាត់ជំពាក់លុយចិនប្រមាណហើយរឿងហើយការខ្ចីលុយនោះយកទៅធ្វើអីអញ្ចឹងនេះគឺជាប្រធានបទមួយដែលខ្ញុំចែករំលែកជាចំណេះដឹងមូលដ្ឋានហើយខ្ញុំសូមបញ្ជាក់ថាបើសិនជាបងប្អូនចង់ដឹងឯកសារស្រាវជ្រាវបន្ថែមខ្ញុំដាក់link ដែលលម្អិតអំពីសេចក្តីរាយការណ៍ហ្នឹងឬក៏ឯកសារស្រាវជ្រាវហ្នឹងនៅក្នុង description នៅខាងក្រោមសម្រាប់បងប្អូនស្វែងយល់បន្ថែមអញ្ចឹងតាក់ទងទៅនឹងរឿងការខ្ចីលុយចិនហ្នឹងខ្ញុំសូមបញ្ជាក់ថាជាទូទៅប្រទេសចិនមានន័យថាប្រទេសចិនគឺជាប្រទេសមួយដែលស្ថាប័នផ្ដល់ជំនួយធំនៅលើពិភពលោកអញ្ចឹងនៅក្នុងភាពរីកចម្រើននៃការផ្ដល់ជំនួយរបស់ចិនហ្នឹងគឺក្នុងហ្នឹងមានចិនមានជប៉ុនមាន ADB ហើយនិងមាន World Bank គឺជាប្រទេសនៅស្ថាប័ន4ដែលជាអ្នកផ្ដល់កម្ចីធំជាងគេនៅលើពិភពលោកណាហើយបើសិនជាមើលនៅក្នុងតំបន់អាស៊ានណាប្រទេសចិនគឺកាលពីឆ្នាំ2022គឺបានផ្ដល់កម្ចីទៅកាន់តំបន់អាស៊ាននោះខ្ទង់ប្រហែលជា3000លានហើយជប៉ុន4000លាន ADB ប្រហែលជា4600លានហើយ World Bank ប្រហែលជា5200លានអីជាដើមនោះគឺជាទូនាទីរបស់ស្ថាប័ននៅប្រទេសធំជាអ្នកផ្ដល់កម្ចីនៅក្នុងតំបន់អាស៊ានណាហើយក្នុងនោះក៏មានប្រទេសចិនដែរហើយយើងមើលករណីក្នុងប្រទេសកម្ពុជាយើងផ្ដើមចេញពីប្រទេសកម្ពុជាដំបូងគេហើយខ្ញុំនឹងរៀបរាប់ពីប្រទេសមួយៗឲ្យបងប្អូនយល់កម្ពុជានោះគឺបានខ្ចីលុយចិនបាននៅក្នុងចន្លោះជាមធ្យមនោះគឺយើងខ្ចីលុយចិនច្រើនគឺនៅក្នុងឆ្នាំ2017នៅក្នុងឆ្នាំ2021ដែលយើងខ្ចីលុយចិនប្រមាណជា$1500លានកាលពីឆ្នាំ2021នោះគឺជាឆ្នាំដែលយើងខ្ចីលុយចិននឹងច្រើនជាងគេហើយពាក្យច្រើនយើងខ្ចីលុយចិនហ្នឹងគឺយើងយកមកអភិវឌ្ឍនៅក្នុងវិស័យដឹកជញ្ជូនណាបាទនៅក្នុងវិស័យដឹកជញ្ជូនដែលយើងត្រូវការលុយចិនអញ្ចឹងនៅក្នុងរយៈពេលកន្លងមកដូចក្នុងឆ្នាំ2023 24អញ្ចឹងគឺការខ្ចីលុយចិនហ្នឹងហាក់មានលក្ខណៈមួយថមថយក៏ប្រទេសកម្ពុជានោះប្រើប្រាស់ជំនួយពីប្រទេសផ្សេងអញ្ចឹងយើងអាចខ្ចីលុយជប៉ុនយើងអាចខ្ចីលុយពី ADB World Bank ផ្សេងហើយនៅក្នុងប្រធានបទដែលតាក់ទងទៅនឹងរឿងជំនួយបរទេសឬក៏កម្ចីបរទេសក្នុងប្រទេសកម្ពុជានោះខ្ញុំនឹងដាក់ link នៅក្នុង description នៅខាងក្រោមដែលខ្ញុំបានបញ្យល់ពីវីដេអូមុនសម្រាប់ការចែកម្លែកហើយនេះគឺជាវត្តមានរបស់ប្រទេសកម្ពុជាក្នុងការខ្ចីលុយចិនយកមកប្រើប្រាស់ហើយនៅក្នុងចុងវីដេអូខ្ញុំនឹងនិយាយថាតើធៀបទៅនឹងប្រទេសតំបន់យើងខ្ចីលុយចិនលេខប្រមាណហើយគឺគិតការប្រាក់ប្រមាណបន្ទាប់មកគឺឡាវនោះគឺវត្តមាននៃការខ្ចីលុយចិនគឺច្រើនមែនទែនណាហើយការខ្ចីលុយចិននោះគឺភាគច្រើនគឺចិនយកមកគឺប្រទេសចិនបានផ្ដល់ឲ្យប្រទេសឡាវនោះគឺដើម្បីយកមកក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធធ្វើវិរិយអគ្គិសនីធ្វើខែរថភ្លើងអីជាដើមណាដែលមានទំហំគឺច្រើនមែនទែនណា
ប្រហែលជា8,300 លានកាលពីឆ្នាំនៅចន្លោះឆ្នាំ2015ដល់ឆ្នាំ2022នេះគឺជាទំហំវត្តមានចិនរឿងកម្ចីរបស់ចិននៅក្នុងប្រទេសឡាវដែលជាបរិមាណមួយច្រើនជាងគេដែលជាប្រធានបទមួយគេព្រួយបារម្ភគេព្រួយបារម្ភថាវត្តមាននៃការខ្ចីលុយចិននោះគឺច្រើនហើយក្នុងនៃប្រទេសឡាវនោះក៏ខ្ញុំបានធ្វើវីដេអូមុនសម្រាប់ការចែកម្លែកបងប្អូនរួចហើយករណីប្រទេសវៀតណាមនោះប្រទេសវៀតណាមគឺជាប្រទេសមួយដែលប្រុងប្រយ័ត្នគាត់ប្រុងប្រយ័ត្នរឿងការខ្ចីលុយចិនយកមកប្រើប្រាស់ណាដោយសារតែយើងមើលភាពអំណោយផលមួយគឺជាដោយសារតែចិនហើយនិងវៀតណាមនោះគឺជាប្រទេសមួយដែលកុម្មុយនីសហើយការធ្វើពាណិជ្ជកម្មរវាងគ្នានឹងគ្នានឹងគឺជាពាណិជ្ជកម្មមួយដែលមានទំហំធំណាហើយប្រទេសវៀតណាមនឹងចាត់ទុកប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មលេខ5របស់ខ្លួននៅក្រៅពីនឹងគឺការប្រើប្រាស់កម្ចីរបស់ចិននឹងគឺមានលក្ខណៈមួយប្រុងប្រយ័ត្នហើយការប្រើប្រាស់កម្ចីកន្លងមកនោះគឺប្រមាណជា 2% នៃកម្ចីសរុបនៅក្នុងប្រទេសវៀតណាមណាអញ្ចឹងប្រទេសវៀតណាមគឺជាប្រទេសមួយដែលមិនចង់ឲ្យប្រទេសចិនគាត់ dominate នៅក្នុងគម្រោងនៃការអភិវឌ្ឍវិស័យនានាជាពិសេសផ្នែកធម្មពលឬក៏វិរិយអគ្គិសនីច្រើនទេអញ្ចឹងគាត់មានលក្ខណៈមួយប្រុងប្រយ័ត្នជាទាំងផ្នែកនយោបាយហើយទាំងទិដ្ឋភាពនៃការអភិវឌ្ឍអញ្ចឹងជាករណីវៀតណាមអញ្ចឹងវៀតណាមសរុបមកគាត់មិនសូវខ្ចីលុយចិនច្រើនទេឥណ្ឌូនេស៊ីគឺធ្លាប់ខ្ចីលុយចិនច្រើនដែរក្នុងឆាតនេះដែលខ្ញុំបានបង្ហាញគឺធ្លាប់ខ្ចីលុយចិនយកមកប្រើប្រាស់ហើយប៉ុន្តែនិន្នាការក្រោយមកនោះគឺឥណ្ឌូនេស៊ីបានផ្លាស់ប្ដូរពីការខ្ចីលុយចិនច្រើនមកខ្ចីលុយដូចជា ADB World Bank ជប៉ុនហើយនិងអាល្លឺម៉ង់ដែលជាប្រទេសមួយជាដៃគូផ្ដល់ប្រាក់កម្ចីដល់ប្រទេសឥណ្ឌូនេស៊ីនឹងច្រើនជាងចិនម៉ាឡេស៊ីក៏ធ្លាប់ខ្ចីលុយចិនច្រើនដែរកាលពីឆ្នាំ2022គឺម៉ាឡេស៊ីខ្ចីលុយចិនខ្ទង់ប្រហែលជា$1,200 លានដើម្បីធ្វើផ្លូវរថភ្លើងប៉ុន្តែករណីប្រទេសម៉ាឡេស៊ីនោះក៏មានលក្ខណៈមួយប្រុងប្រយ័ត្នដែរដោយសារតែប្រទេសម៉ាឡេស៊ីហើយនិងប្រទេសចិននោះគឺធ្លាប់មានគេហៅថាមានចំនួនដែនសមុទ្រឬក៏សមុទ្រចិនខាងត្បូងណាដែលមានភាពប្រកម្មប្រគុះជាមួយគ្នាកន្លងមកអញ្ចឹងរឿងការខ្ចីលុយម៉ាឡេស៊ីខ្ចីលុយចិនក៏មានលក្ខណៈមួយប្រុងប្រយ័ត្នដែរចំពោះវត្តមានរបស់ជំនួយចិនឬក៏កម្ចីចិននៅក្នុងទឹកដីនៅក្នុងប្រទេសម៉ាឡេស៊ីនឹងបន្ទាប់មកប្រទេសថៃខ្ចីលុយចិនហ្នឹងគឺតិចតួចទេហើយប្រទេសថៃភាគច្រើនគឺគាត់ខ្ចីលុយជប៉ុនច្រើនជាងគេហើយប្រហែលជាបើសិនជាយើងមើលក្នុងឆ្នាំ2022គឺថៃខ្ចីលុយចិនប្រហែលជា170 លានទេប៉ុន្តែគាត់ខ្ចីលុយជប៉ុនកើនជាង3 ដងប្រហែលជា$620 លានដែលយកមកប្រើប្រាស់ហើយគាត់ក៏ខ្ចីលុយ ADB ដែរអញ្ចឹងករណីប្រទេសថៃគាត់មិនសូវប្រើប្រាស់ជំនួយបរទេសឬក៏កម្ចីបរទេសយកមកអភិវឌ្ឍនៅក្នុងទិដ្ឋភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់គេនឹងច្រើនទេហើយករណីប្រទេសមីយ៉ាន់ម៉ានោះគឺប្រទេសម្ចាស់ជំនួយទាំងអស់នៅលើពិភពលោកមានក្តីបារម្ភគាត់ក្តីបារម្ភនោះគឺគាត់ប្រុងប្រយ័ត្ននៅក្នុងការផ្ដល់កម្ចីឲ្យប្រទេសមីយ៉ាន់ម៉ាព្រោះគេបារម្ភថាប្រទេសនឹងអាចដួលរលំណាព្រោះមានបញ្ហាសង្គ្រាមស៊ីវិលដែលកំពុងកើតឡើងនៅក្នុងប្រទេសនឹងគឺជាប់លាប់ណាអញ្ចឹងគាត់មានលក្ខណៈប្រយ័ត្នប្រយែងណាប៉ុន្តែបើសិនជាយើងនិយាយពីវត្តមានកម្ចីនៅក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ានឹងគឺចិនគឺដើរតួលេខ1គឺប្រមាណជា 32% នៃកម្ចីនៅក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ាសរុបបន្ទាប់មកគឺមានជប៉ុន 23% ADB 10% ហើយនិង World Bank 8% នេះគឺជាករណីប្រទេសភូមាឬមីយ៉ាន់ម៉ាប៉ុន្តែខ្ញុំសូមបើកវងចរថាម្ចាស់ជំនួយទាំងអស់នោះគឺគាត់ប្រុងប្រយ័ត្នក្នុងករណីប្រទេសមីយ៉ាន់ម៉ាគាត់បារម្ភថានៅប្រទេសនោះដួលរលំករណីប្រទេសហ្វីលីពីនវិញគឺបើសិនជាការកន្លងមកមានរដ្ឋាភិបាលរបស់លោកឌូដឺតេណាគាត់មានទំនាក់ទំនងល្អជាមួយចិនអញ្ចឹងគាត់ធ្លាប់ sign contract ជាមួយនឹងប្រទេសចិនក្នុងការទទួលបាននៅជំនួយឬក៏កម្ចីប្រមាណជា$28,000 លានដែលសមាមាត្រទៅនឹង$4.7 លានប្រចាំឆ្នាំជាមធ្យមនោះគឺជាដែលរដ្ឋាភិបាលហ្វីលីពីនជឿជាក់ថាកម្ចីរបស់ប្រទេសចិននឹងអាចចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចហ្វីលីពីនប្រមាណជា 40% នេះគឺជាវត្តមាននៃកម្ចីចិននៅក្នុងប្រទេសហ្វីលីពីននឹងអញ្ចឹងជារួមមកបើសិនយើងធៀបទៅនឹងប្រទេសទាំងអស់អញ្ចឹងខ្ញុំដកប្រទេសប្រុយណេហើយនិងប្រទេសសិង្ហបុរីចេញណា
គឺកម្ពុជានឹងគឺខ្ចីលុយចិននឹងច្រើនជាងគេលំដាប់ទី5នៅក្នុងអាស៊ានយើងណាហើយប្រទេសចិនគឺគាត់គិតការប្រាក់នៅក្នុងប្រទេសអាស៊ានទាំងអស់ហ្នឹងមួយឆ្នាំប្រហែលជា1.5% បាទអញ្ចឹង1.5% ប្រចាំឆ្នាំណាគឺជាអត្រាការប្រាក់ដែលចិននឹងគិតពីប្រទេសសមាជិកអាស៊ានដែលខ្ចីលុយពីប្រទេសចិននឹងយកទៅប្រើប្រាស់ក្នុងគោលបំណងណាមួយហើយកម្ចីភាគច្រើននោះក៏តាក់ទងទៅនឹងគម្រោងខ្សែក្រវ៉ាត់ផ្លូវរបស់ចិនដែរអញ្ចឹងប្រទេសណាដែលទទួលបានគម្រោងនោះគឺជាធ្នូនៃប្រទេសចិនគាត់ជួយគ្រប់គ្រងក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនោះផងក៏បម្រើឲ្យខ្សែសង្វាក់រំផ្លូវរបស់ប្រទេសចិនដែរអញ្ចឹងនេះគឺជាតួលេខនិងអត្ថន័យនៃកម្ចីរបស់ចិននៅក្នុងតំបន់អាស៊ានករណីប្រទេសកម្ពុជានោះគឺឈរលំដាប់លេខ5ហើយប្រទេសចិននឹងគឺគិតការប្រាក់ 1.5% ប្រចាំឆ្នាំពីប្រទេសសមាជិកអាស៊ានទាំងអស់ហ្នឹងបាទនេះគឺជាតួលេខមួយដែលខ្ញុំចង់ចែករំលែកប្រាប់បងប្អូនបងប្អូនអាចសិក្សាស្វែងយល់បន្ថែមនៅក្នុងឯកសារស្រាវជ្រាវដែលខ្ញុំដាក់នៅ link description ហ្នឹងណាដើម្បីអាចស្វែងយល់បន្ថែមអំពីករណីប្រទេសមួយហ្នឹងថាតើយកទៅធ្វើអីប្រើប្រាស់ជាក់ស្ដែងហើយនិន្នាការនៃកំណើននៃការប្រើប្រាស់កម្ចីរបស់ប្រទេសមួយហ្នឹងពីចិនហ្នឹងមានលក្ខណៈហ្នឹងកើនប៉ុណ្ណាអញ្ចឹងខ្ញុំអត់បានបញ្យល់លម្អិតទេអញ្ចឹងហើយបានជាខ្ញុំដាក់នៅក្នុងឯកសារស្រាវជ្រាវសម្រាប់ឲ្យបងប្អូនស្វែងយល់បន្ថែមហើយព័ត៌មានដែលខ្ញុំចែករំលែកនេះជាព័ត៌មានមួយចំណេះដឹងមូលដ្ឋានសម្រាប់បងប្អូនយកទៅពិចារណាក្នុងករណីដែលបងប្អូនខ្លះគាត់ត្រូវការព័ត៌មានគាត់ពិបាករកអញ្ចឹងនេះគឺជាគោលបំណងនៃការចែករំលែកព័ត៌មានអំពីវត្តមាននៃកម្ចីរបស់ចិននៅក្នុងប្រទេសអាស៊ាននោះបាទ